តោះឥឡូវយើងមកដោះស្រាយសម័យកាលរបស់គ្រួសារឡាយឡាទាំងអស់គ្នាតើអ្នកណាគឺជាម្ដាយរបស់ Hero ឡាយឡាអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងហើយថា Hero Nolan គឺជាឪពុករបស់ Hero ឡាយឡាងាកមកក្រោយវិញបន្តិចកាលពីគេចេញ Game Mobile Legends ឲ្យលេងជាសកលដំបូងណាមានដូចជា Hero Maya ឡាយឡាហើយក៏មាន Hero មកបន្តបន្ទាប់តាមលេខរឿងរបស់គេអញ្ចឹងទៅហើយបន្ទាប់ពី Mobile Legends ដំណើរការបានរយៈពេល6ឆ្នាំក៏គេបញ្ចេញតួអង្គ Nolan ដែលជាឪពុករបស់ឡាយឡាអញ្ចឹងអ្នកទាំងអស់គ្នាមានឆ្ងល់អត់មានតួអង្គឪពុកហើយនឹងកូនចោះឯណាម្ដាយអញ្ចឹងយើងទៅដោះស្រាយសម័យកាលរងម្ដាយឡាយឡាទាំងអស់គ្នាដែលយើងប្រើរូបមន្តគណិតវិទ្យាណា a ការ៉េបូក3ការ៉េស្មើមាត់ទលេមុខវាំងទៀតឯងអញហើយតែបានផ្ទះបាញ់អត់ទៅមែនអញ្ចឹងយើងតាំង x ស្មើ0អូនស្មើមិនបាច់កលាស់ទេឲ្យឡាយឡាដោយសារតែ x ស្មើ0ហ្នឹងគឺនៅពេលដែលគេបង្កើត game ភ្លាមគេអាចរាប់អាយុកាលថា1ឆ្នាំបានទេហើយយើងតាំង e ការ៉េស្មើ6ឆ្នាំឲ្យ Hero Nolan ដោយសារតែគម្រប់ខួប6ឆ្នាំហ្នឹងគឺគេចេញ Hero Nolan អញ្ចឹងដើម្បីរកម្ដាយរបស់ឡាយឡាឃើញយើងត្រូវតាំងអក្សរ Z ស្មើ12ឆ្នាំឲ្យ Lilian ដែលគេសន្និដ្ឋានថា Hero Lilian នេះគឺជាម្ដាយរបស់ Hero ឡាយឡានឹងឯងអញ្ចឹងឃើញថាគ្រួសាររបស់ Hero ឡាយឡានេះរៀងប្លែកជាងគេបន្តិច6ឆ្នាំចេញមកម្ដងអញ្ចឹងតាមការគណនារបស់លោកគ្រូសាក Mobile Legends គម្រប់ខួប12ឆ្នាំនឹងចេញតួអង្គម្ដាយរបស់ Hero ឡាយឡាតែឥឡូវហ្នឹងទើបតែមានគម្រប់ខួប9ឆ្នាំដែលគេទើបតែឲ្យ Skin Fanny Anniversary 9ឆ្នាំថ្មីនេះទេអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាហើយដើម្បីរកសមាជិកក្រុមគ្រួសាររបស់ឡាយឡាបន្ថែមទៀតមានដូចជាលោកតានិងលោកយាយរបស់ឡាយឡាហ្នឹងយើងគ្រាន់តែប្រើរូបមន្តខាងលើតាំងអក្សរអីតាំងទៅបូកថែមតួអង្គ6ឆ្នាំជាការស្រេចអញ្ចឹងដើម្បីរកសមាជិករបស់ឡាយឡាទាំង5នាក់ឃើញមានដូចជាឡាយឡាឪពុករបស់ឡាយឡាម្ដាយរបស់ឡាយឡាយាយរបស់ឡាយឡាតារបស់ឡាយឡាយើងត្រូវចំណាយពេល24ឆ្នាំក្នុងការលេងហ្គេម Mobile Legends សម្រាប់ខ្ញុំចេញត្រឹម5តួអង្គហ្នឹងបានហើយអត់មានមកចេញប្អូនឡាយឡាអីទៀតទេអាហ្នឹងត្រូវចាំ30ឆ្នាំ Anniversary របស់ Mobile Legends